ម៉ាស៊ីនស្រេះភ្នែកមាន់ម៉ាកជូគីនេះជាលេខម៉ូដែលម៉ាកជូគីហើយនេះជាតាប្លូម៉ាកជូគីរបៀបកំណត់ចង្កេះនៅពេលដែលយើងស្រេះរួចឲ្យវាឈប់ស្មើនឹងកន្លែងហ្នឹងឬមួយក៏នៅពេលដែលយើងស្រេះរួចឲ្យចង្កេះហ្នឹងមកឈប់នៅខាងមុខយើងអញ្ចឹងបង្វែរទៅតាប្លូយើងវិញទី1គឺយើងកំណត់នៅប៊ូតុងខាងក្រៅទី2គឺយើងកំណត់ក្នុងលេខប្រូក្រាមអញ្ចឹងចុចប៊ូតុងនឹងឲ្យបាត់ភ្លើងបន្ទាប់មកចុចប៊ូតុងនេះឲ្យមានភ្លើងរួចចុចប៊ូតុងនឹងដើម្បីសេវចង្កេះឲ្យជាប់អញ្ចឹងនៅពេលដែលយើងស្រេះរួចចង្កេះគឺវាឈប់ស្មើនឹងកន្លែងហ្នឹងបង្វែរទៅប្រអប់ដៃយើងវិញម្ដងខាងស្ដាំចុចដើម្បីឲ្យជើងទាធ្លាក់ខាងឆ្វេងចុចឲ្យម៉ាស៊ីនដំណើរការអញ្ចឹងយើងចុចប្រអប់ដៃខាងស្ដាំឲ្យជើងទាធ្លាក់រួចចុចប្រអប់ដៃខាងឆ្វេងឲ្យម៉ាស៊ីនដំណើរការនៅពេលស្រេះរួចកាត់អំបោះកាំបិតធ្លាក់កាត់សាច់ក្រណាត់ចង្កេះឈប់ស្មើនឹងកន្លែងហ្នឹងអញ្ចឹងយើងកំណត់ឲ្យចង្កេះមកឈប់នៅខាងមុខយើងវិញម្ដងចុចប៊ូតុងហ្នឹងឲ្យបាត់ភ្លើងរួចចុចប៊ូតុងហ្នឹងឲ្យបាត់ភ្លើងដែរបន្ទាប់មកចុចប៊ូតុងហ្នឹងដើម្បីសេវឲ្យជាប់អញ្ចឹងចង្កេះយើងគឺវាមកឈប់នៅខាងមុខយើងវិញម្ដងហើយទី2គឺកំណត់លេខនៅក្នុងប្រូក្រាមបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងហ្នឹងឲ្យជាប់រួចបើកកុងតាក់ម៉ាស៊ីនចេញលេខប្រូក្រាមបែបហ្នឹងដកដៃចេញបន្ទាប់មកចុចលេខបូកកំណត់យកលេខ11គឺជាលេខកំណត់បិទឬបើកចង្កេះឈប់នៅខាងមុខឬក៏ឈប់នៅខាងក្រោយខាងស្ដាំគឺលេខ1ចុចលេខដកកំណត់យកលេខ0រួចចុចប៊ូតុងនឹង1បន្ទាប់មកចុចមួយទៀតដើម្បីសេវឲ្យជាប់ចុចប្រអប់ដៃខាងស្ដាំឲ្យជើងទាធ្លាក់បន្ទាប់មកចុចខាងឆ្វេងឲ្យម៉ាស៊ីនដំណើរការនៅពេលដែលស្រេះរួចកាត់អំបោះកាំបិតធ្លាក់កាត់សាច់ក្រណាត់ចង្កេះគឺឈប់ស្មើបែបហ្នឹងបង្វែរទៅតាប្លូយើងវិញម្ដងអញ្ចឹងទី1កំណត់ប៊ូតុងខាងក្រៅទី2កំណត់លេខនៅក្នុងប្រូក្រាមអញ្ចឹងលេខ11បើសិនជាយើងកំណត់ដាក់លេខ0ប៊ូតុងខាងក្រៅគឺយើងមិនអាចកំណត់ចង្កេះទៅខាងមុខឬមកខាងក្រោយបានទេតែបើសិនជាលេខ11យើងកំណត់ដាក់លេខ1អញ្ចឹងប៊ូតុងខាងក្រៅគឺយើងអាចកំណត់ចង្កេះទៅខាងមុខឬមកខាងក្រោយបានធម្មតាអញ្ចឹងខ្ញុំនឹងកំណត់ប៊ូតុងខាងក្រៅឲ្យបងប្អូនមើលទាំងអស់គ្នាចុចប៊ូតុងនឹងឲ្យបាត់ភ្លើងបន្ទាប់មកចុចប៊ូតុងនឹងឲ្យមានភ្លើងរួចចុចប៊ូតុងនឹងមួយដើម្បីសេវចង្កេះឲ្យជាប់ក៏ប៉ុន្តែចង្កេះយើងគឺអត់មកខាងមុខទេគឺវាឈប់ស្មើនឹងកន្លែងហ្នឹងធម្មតាអញ្ចឹងចូលទៅកំណត់លេខ11បើកចង្កេះឡើងវិញដើម្បីយើងកំណត់ខាងក្រៅបានធម្មតាវិញបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុងនឹងឲ្យជាប់រួចបើកកុងតាក់ម៉ាស៊ីនចេញលេខប្រូក្រាមបែបហ្នឹងដកដៃចេញបន្ទាប់មកចុចលេខបូកកំណត់យកលេខ11ខាងស្ដាំដៃលេខ0ចុចលេខបូកកំណត់យកលេខ1ចុចប៊ូតុងនឹង1រួចចុចប៊ូតុងនឹងមួយទៀតដើម្បីសេវចង្កេះឲ្យជាប់អញ្ចឹងចង្កេះយើងគឺវាមកឈប់នៅខាងមុខអញ្ចឹងកំណត់ប៊ូតុងខាងក្រៅបានធម្មតាវិញដែរឬទេចុចប៊ូតុងនឹងឲ្យបាត់ភ្លើងចុចប៊ូតុងនេះឲ្យមានភ្លើងរួចចុចប៊ូតុងនឹងដើម្បីសេវចង្កេះឲ្យជាប់អញ្ចឹងគឺចង្កេះយើងគឺវាឈប់នៅខាងមុខស្មើបែបហ្នឹង
អញ្ចឹងខ្ញុំចុចកំណត់ម្ដងទៀតឲ្យបងប្អូនមើលទាំងអស់គ្នាចុចប៊ូតុងនឹងឲ្យបាត់ភ្លើងចុចប៊ូតុងនឹងឲ្យបាត់ភ្លើងរួចចុចប៊ូតុងនឹងដើម្បីសែវចង្កេះឲ្យជាប់គឺចង្កេះយើងវាមកឈប់នៅខាងមុខយើងអញ្ចឹងនេះហើយគឺជារបៀបកំណត់ចង្កេះទៅខាងមុខឬមកខាងក្រោយទី1កំណត់ប៊ូតុងខាងក្រៅទី2កំណត់លេខនៅក្នុងប្រូក្រាមបិទឬបើកចង្កេះសូមអរគុណ